សូមជឿនរឿងអន្លង់ស្នេហ៍វវីវគ្គ5ភេទទី28ចាវាយមនុស្សរបស់យើងប្រាប់មកថាមានមនុស្សមួយក្រុមកំពុងស៊ើបរឿងរបស់ចាវាយនិងអ្នកនាងលីអ៊ីនហើយពេលនេះក៏បញ្ជូនអ្នកស៊ើបតាមដានយើងមកជេរជូននេះទៀតផងឲ្យមនុស្សរបស់យើងតាមខ្លំមើលវាស្ងាត់ខ្ញុំចង់ដឹងថាវាជាអ្នកណាត្រូវការអ្វីកុំតន់អាលធ្វើអ្វីផ្ដេសផ្ដាសរហូតតតែខ្ញុំដឹងពីមេខ្លងពិតប្រកបសិនបាទចាវាយតែខ្ញុំមកថៃខ្លួនឯងបានហើយខ្ញុំក៏មិនបានទៅណាដែរលីអ៊ីននិយាយយ៉ាងក្រែងចាត់មិនចង់ឲ្យអ្នកណាមកពិបាកដោយសារខ្លួនគេយល់ពីអារម្មណ៍របស់នាងពេលខ្លះការមានមនុស្សតាមជាប់ធ្វើឲ្យមានអារម្មណ៍ទៅតល់តែគេមិនយល់ស្របឲ្យនាងមើលថែខ្លួនឯងដោយគ្មានអ្នកការពារទេហើយគ្មានផ្លូវព្រមឲ្យនាងធ្វើបែបនោះដាច់ខាតដើម្បីភាពសប្បាយចិត្តរបស់ខ្ញុំនាងតាមចិត្តខ្ញុំបន្តិចមិនបានទេអីហាន់នេះខៀនខ្សឹបចិត្តផ្ពល់តន់រលោងហើយក្តីបារម្ភរបស់គេក៏ធ្វើឲ្យលីអ៊ីនយល់ព្រមយ៉ាងងាយស្រួលចាប់បានខ្ញុំព្រមតាមចិត្តលោកហើយតើទៅបានហើយឬនៅតិចលោយឺតមកទៅយ៉ាងណាយើងក៏នៅឆ្ងាយគ្នាច្រើនម៉ោងអញ្ចឹងសំថើបមួយបានទេបែបនេះរាល់លើកតែងតែដឹងហើយថានឹងកើតហេតុការណ៍បែបនេះឡើងតែលីអ៊ីនក៏អត់ថាឲ្យគេមិនបាននាងមិនដែលស្អប់ខ្ពើមកាប់ថើបរបស់គេទេពេលដំបូងដែលធ្លាប់មានអារម្មណ៍ខ្លាចពេលនេះក៏ចាប់ផ្ដើមសាំនិងដង្ហើយរកវាក្នុងពេលខ្លះគ្រាន់តែពេលខ្លះនាងក៏គិតមិនបានថាអ្វីដែលធ្វើញឹកញាប់អាចនឹងធ្វើឲ្យឆាប់ធុញបានហើយបើថ្ងៃណាមួយគេធុញនាងពិតមែនតើគិតយ៉ាងម៉េចគិតហើយក៏ខ្លាចនាងចង់ធ្វើចិត្តអាក្រក់មិនព្រមឲ្យខ្ញុំថើបទេអូខៀនសូរសំឡេងតន់ប្រើក្រសែភ្នែកអង្វរឲ្យនាងអាណិតពេលឃើញនាងគិតតែពីនៅស្ងៀមថែមទាំងធ្វើរឹកពីគិតច្រើនទៀតវាពិបាកណាស់ឬចឹងម៉េចគ្រាន់តែសំថើបប៉ុណ្ណឹងថាបក៏បានតែបំផុតនាងក៏យល់ព្រមមិននឹងធ្វើរឿងដែលខៀនស្មានមិនដល់ដោយការប្រើបបោមាត់ផ្ដិតលើបបោមាត់របស់កេងខៀនធ្ងោក្នុងបំពង់កមានអារម្មណ៍ថាបេះដូងលោតញាប់គេមិនដែលមានអារម្មណ៍រំភើបព្រឺតថើបដូចលើកនេះទេហានីនាងកំពុងធ្វើឲ្យខ្ញុំចង់អូននាងឡើងក្រែឥឡូវនេះហើយដឹងទេខៀននិយាយព្រមទាំងទាញរៀងស្ដៅមកអើបលីអ៊ីនប្រញាប់ច្រានកេចេញខ្លាំងដោយភាពគ្រឹតខ្នាញ់មនុស្សឆ្កួតប្រញាប់ទៅកណ្ដាប់ដៃតូចគក់ស្មារឹងមាំទៅខៀនព្រមថយចេញតាមសម្រួលព្រោះខ្លាចខ្លួនឯងក្រំក្នុងស្លាប់មិនបានក្រេបទឹកឃ្មុំជាមួយភរយាស្អាតកុំភ្លេចនឹកខ្ញុំផងណាខៀននិយាយលីអ៊ីនបានតែញញឹមផ្អែមដាក់កេយ៉ាងអ៊ីនខ្មែរខណៈមើលរៀងខ្ពស់សង្ហាងដែលកំពុងដើរទៅកាន់ទ្វេបន្ទប់ហើយសក់ខៀនក៏ងាកមកនិយាយជាមួយនាងហានីមានកាអី
លីអ៊ីនពេលមើលគេយ៉ាងសង្ស័យព្រោះរកពេលរបស់ខៀនមើលទៅប្រកបប្រជាតើបនាងតាំងចិត្តស្ដាប់ព្រោះគិតថាគេប្រហែលមានរឿងសំខាន់ចង់ផ្ដាំតែសម្ដីរបស់គេក៏ធ្វើឲ្យលីអ៊ីនបើកភ្នែកធំធំខណៈដែលចាំខ្ញុំត្រឡប់មកវិញបើនាងទំនេរគ្មានអ្វីធ្វើរំខានជួយជ្រើសរើសឲ្យផងណាថានាងចង់អបព្រមចារីនៅត្រង់កន្លែងណាក្នុងបន្ទប់ខ្ញុំនឹងបានចាត់ចែងឲ្យត្រូវចិត្តខេននិយាយចប់ក៏ដើរចេញពីបន្ទប់យ៉ាងលឿនទុកឲ្យលីអ៊ីនស្រែកតាមក្រោយសំឡេងខ្លាំងយ៉ាងមួម៉ៅនិងអ៊ីនខ្មាស់មនុស្សស្គួតព្រោះមិនដឹងថាគួររកអ្វីមកធ្វើខណៈរងចាំស្វាមីត្រឡប់មកវិញ3ម៉ោងជាងហើយដែលលីអ៊ីនគិតតែពីអង្គុយដេកដើរចុះដើរឡើងមើលទូរទស្សន៍ដើរមើលបន្ទប់ឡើងសពគ្រប់កន្លុកកន្លៀតអានសៀវភៅតែក៏នៅមានអារម្មណ៍ធុញរហូតនឹកឃើញថានាងមិនទាន់បានរៀបចំកៅអៅចេញពីវលីទេមុននេះនាងបដិសេធបុគ្គលិកសន្តាគារដែលខៀនប្រាឲ្យឡើងមកមើលថែនាងរឿងនេះដោយនាងប្រាប់ថានឹងចាត់ការរឿងនេះខ្លួនឯងដែលសំខាន់នាងនៅមិនដឹងទេថាស្វាមីរបស់នាងជ្រើសរើសឈុតណាមកឲ្យខ្លះនេះស្អីគេហ្នឹងលីអ៊ីនអូទៀនយ៉ាងភ្ញាក់ផ្អើលកែវភ្នែកស្អាតព្រិចភ្លឺយ៉ាងភាំងផ្លឹកព្រោះសម្លៀកបំពាក់ជាច្រើនឈុតដែលត្រូវបត់ទុកយ៉ាងមានរបៀបនោះសតតែជាឈុតដែលលើពីការរំពឹងទុករបស់នាងទាំងអស់មនុស្សស្គួតនៃលោកនាំខ្ញុំមកដល់លែងសមុទ្រឬទៅធ្វើបុណ្យនៅវត្តឲ្យប្រកបបានជាមានតែឈុតបាត់ចិត្តឆឹងបែបនេះស្គួតបំផុតឆិតកេងក៏គ្មានហើយខ្ញុំបានអីស្លៀកកេងទៅនាងរអ៊ូរងើឲ្យអ្នកដែលជ្រើសរើសសម្លៀកបំពាក់ឲ្យអញ្ចឹងទៅបានជាឲ្យបុគ្គលិកឡើងមករៀបចំឲ្យវិញទៅហើយយើងវិញនឹងចាញ់កលមនុស្សល្បិចហើយឃើញតែងរអ៊ូហើយក៏ដកដង្ហើមធំស្របគ្នានោះក៏គិតថានាងត្រូវតែធ្វើអ្វីម្យ៉ាងហើយលីអ៊ីនសម្រេចចិត្តចោលទៅដល់លេងនៅខាងក្រោមតាំងចិត្តថាទៅរកទិញនំឆ្ងាញ់មកញ៉ាំលេងនៅបន្ទប់ឬពេលខ្លះអាចនឹងដើររកទិញរបស់ស្អាតទៅផ្ញើអ្នកនៅផ្ទះផងដែរដែលសំខាន់នាងត្រូវការសម្លៀកបំពាក់ថ្មីទាំងអស់សម្រាប់ដំណើរកម្សាន្តលើកនេះទឹកមុខរបស់ណែននិយាយពេញដោយភាពព្រិចរាយពេលមើលឃើញគោលដៅដំបូងសម្រាប់ការ shopping ថ្ងៃនេះខាងក្នុងជាហាងសម្លៀកបំពាក់នារីខ្ញុំថាលោក Daniel ចាំនៅខាងក្រៅប្រហែលជាល្អជាងដើម្បីសុវត្ថិភាពរបស់លោក Daniel ខ្លួនឯង Daniel ឈប់ឆ្ងល់ពេលលើសម្ដីរបស់ចៅហ្វាយស្រី Daniel ញញឹមអៀនមិននឹងអោនក្បាលដល់លីអ៊ីនជាការសំទោសនិងអរគុណព្រោះទៅតែសង្កេតឃើញថាក្នុងហាងលក់សម្លៀកបំពាក់នោះមានតែស្រីសតនិងស្រីភេទទី3ជាច្រើនអ្នកតែពេលនេះកំពុងមើលមកគេគ្រប់គ្នាខ្លះគ្រាន់តែចាប់អារម្មណ៍ខ្លះទៀតមើលគេដោយស្រេកឃ្លានរបស់ផ្លាញ់ចឹងខ្ញុំសុំទោសអ្នកនាងលីអ៊ីនខ្ញុំភ្លេចខ្លួនបន្តិច Daniel ប្រាប់យ៉ាងអោនលំតូនមិនអីទេមើលទៅពីមុនលោកប្រហែលតាមចៅហ្វាយលោកគ្រប់ជំហានហើយមែនទេបាទមែនហើយអញ្ចឹងខ្ញុំទៅសិនហើយណាចាំខ្ញុំទិញកៅអៅស្អាតមកផ្ញើលោកពី3ឆុត
អឺកុំអីបាត់ខ្ញុំខ្លាចចិត្តដែលនេសាទមុននឹងប្រាប់ទៅលីអ៊ីនដោយសម្លេងប្រកបប្រជាខ្ញុំនឹងចាំនៅមុខខាងណាបាតបើមានអ្វីមិនស្រួលអ្នកនាងហៅខ្ញុំបានណាចា៎លីអ៊ីនញញឹមផ្អែមដាក់អង្គរៈកំឡោះដែលតាមមកការពេលនាងតាមបញ្ជារបស់ចៅហ្វាយរៀងស្ដើងដើរចូលទៅក្នុងហាងលក់សម្លៀកបំពាក់នារីដោយភាពភ្ញាក់ផ្អើលព្រមមានសម្លៀកបំពាក់ជាច្រើនឲ្យជ្រើសរើសលីអ៊ីនមិនដឹងទេថាគ្រប់សកម្មភាពរបស់នាងតាំងពីនាងឈានជើងចូលមកក្នុងហាងមានមនុស្សម្នាក់តាមមើលគ្រប់ពេលវេលារហូតដល់សួស្ដីអ្នកនាងលីអ៊ីនសំឡេងរាក់ទាក់ដែលបន្លឺឡើងពីខាងក្រោយធ្វើឲ្យម្ចាស់ឈ្មោះដែលកំពុងដើរកាន់សម្លៀកបំពាក់ដើម្បីចូលទៅលោកក្នុងបន្ទប់ឡូខោអាវប្រញាប់ងាកទៅមើលយ៉ាងសង្ស័យចាសសួស្ដីលីអ៊ីនរាក់ទាក់តបទៅវិញតាមសុជីវធម៌មុននឹងសួរត្រង់សំទៅចាស់មិនដឹងថាយើងស្គាល់គ្នាដែរទេព្រោះជឿជាក់ថាមិនដែលស្គាល់មនុស្សស្រីរូបរាងខ្ពស់ដោយតារាបង្ហាញម៉ូដម្នាក់នេះទេផ្ទៃមុខរបស់នាងស្អាតបែបកូនកាត់តែបែរជាក្រមៅដោយមនុស្សដែលកំពុងមិនពេញចិត្តទៅវិញម្ចឹងជាពិសេសកែវភ្នែករបស់មនុស្សស្រីដែលហៅនាងនោះមើលទៅគ្មានភាពជាមិត្តសោះហើយអ្នកនាងអាចមិនស្គាល់ខ្ញុំតែខ្ញុំស្គាល់អ្នកនាងហើយដើម្បីកុំឲ្យជាការមានប្រៀបចាញ់ប្រៀបខ្ញុំសូមណែនាំខ្លួនឯងតែម្ដងខ្ញុំឈ្មោះភេតាជាស្រីរបស់ខៀនភេតាណែនាំខ្លួនច្បាស់ក្រៅពីគ្មានការខ្មាស់ជាមួយឋានៈរបស់ខ្លួនដែលនិយាយចេញទៅហើយរឹកពេលរបស់នាងក៏ពេញដោយភាពជឿជាក់ខ្លាំងទៀតផងស្រីរបស់លោកខៀនលីអ៊ីននិយាយបន្តការចងចាំកាលពីយប់មិញផលឡើងក្នុងខួរក្បាលមួយរំពេចមនុស្សស្រីដែលមានឈ្មោះថាភេតាម្នាក់នេះជាអ្នកទៅមករកស្វាមីរបស់នាងហើយបើស្ដាប់មិនខុសទេមើលទៅស្រីម្នាក់នេះដូចជាបបួលខៀនចេញទៅខាងក្រៅសំណាងល្អដែលគេបដិសេធមិនអញ្ចឹងការជួបគ្នាលើកនេះអាចនឹងធ្វើឲ្យលីអ៊ីនខ្លាចជាតួអាក្រក់បានយ៉ាងងាយអ្នកណាទៅគិតថាសុកនឹងមានមនុស្សស្រីចាត់ធានម្នាក់ដែលចូលមករកហើយប្រាប់ថាជាស្រីរបស់ស្វាមីខ្លួនឯងបែបនេះចាខ្ញុំនឹងខៀនអាចនឹងមិនបានសាច់កប់គ្នាយ៉ាងបាក់ចំហតើបមិនសូវមានព័ត៌មានឲ្យឃើញព្រោះខ្ញុំមិនសូវបាននៅកូរ៉េតែយើងពីរនាក់មានសម្ព័ន្ធភាពជ្រាលជ្រៅជាមួយគ្នាយូរមកហើយយូរជាងស្រីផ្សេងដែលឆ្លងកាត់ចូលមកក្នុងជីវិតរបស់គេទៅទៀតសំឡេងរបស់ភេតារៀបស្មើរឹកពេលរបស់នាងមើលទៅចាត់ត្រជាក់ខ្លាំងណាស់ពេលដែលនិយាយពីសម្ព័ន្ធភាពរវាងខ្លួនឯងនិងខៀនលីអ៊ីនមានអារម្មណ៍បែបនោះខណៈដែលបេះដូងរបស់នាងកំពុងលោតញាប់ឡើងរឿយដែលយើងកំពុងខឹងមែនទេហើយអ្នកនាងមកប្រាប់ខ្ញុំធ្វើអីលីអ៊ីនសួរព្យាយាមគ្រប់គ្រងអារម្មណ៍ដែលកំពុងប្រែប្រួលនិងធ្វើមុខឲ្យមើលទៅធម្មតាបំផុតតែរាងកាយបែរជាកំពុងញ័រទៅត្រើកផ្ទៃមុខស្អាតចាប់ផ្ដើមស្លេកធ្វើឲ្យភេតាញញឹមចង្មាត់ក្រសែភ្នែករបស់នាងពេញដោយភាពចំអក
ខ្ញុំមិនមានចេតនាអាក្រក់ទេកុំយល់ច្រឡំហើយដែលខ្ញុំមកចេជើព្រោះខៀនជាអ្នកបបលខ្ញុំមកខៀនជាមនុស្សប្រុសគួរឲ្យស្រឡាញ់ខ្លាំងណាស់តែផ្ដាល់កិត្តិយសអ្នកនាងក្នុងឋានៈភរិយាត្រឹមត្រូវតាមច្បាប់ដោយការជ្រើសរើសបន្ទើផាន់និមន្តស្វីតតែក៏នៅរក្សាទឹកចិត្តខ្ញុំដោយការជ្រើសរើសបន្ទើ VIP ដែលល្អបំផុតរបស់សន្តាគារនេះឲ្យខ្ញុំស្នាក់នៅដាច់គ្មានកំណត់ហើយដែលខ្ញុំត្រូវប្រាប់រឿងទាំងអស់នេះទៅអ្នកនាងគឺដើម្បីឲ្យអ្នកនាងបានដឹងក្រែងលោពេលណាដែលខៀនបាត់ទៅអ្នកនាងនឹងមិនចាំបាច់ទៅតាមរកនៅកន្លែងផ្សេងព្រោះគេកំពុងមានក្តីសោកជាមួយខ្ញុំក្បែរអ្នកនាងលីអ៊ីនភ្លេចខ្លួនក្តាប់ដៃណែនបបោមាត់ស្អាតក្តាប់ណែនដោយអារម្មណ៍ខឹងក្រោធតែមិនដឹងកំពុងខឹងអ្នកណាឲ្យប្រកាសត្រវែងមនុស្សស្រីចំពោះមុខនិងស្វាមីរបស់នាងដែលជាដើមហេតុធ្វើឲ្យនាងត្រូវធ្លាក់ក្នុងស្ថានភាពបែបនេះអរគុណដែលបានប្រាប់ខ្ញុំដឹងហើយធរៈរបស់អ្នកនាងមានតែប៉ុណ្ណឹងតែមែនទេលីអ៊ីនប្រាប់ទៅភេកីម្ខាងទៀតថៃប្រឹងនឹងដោយកិច្ចនាងជឿជាក់ថាខ្លួនឯងមិនបានខ្លាចមនុស្សស្រីម្នាក់នេះទេតែនាងត្រូវការពេលបញ្ជាក់ពីមនុស្សម្នាក់ទៀតច្រើនជាងការស្ដាប់ចម្លើយតែម្ខាងជារឿងដែលមិនយុត្តិធម៌សម្រាប់ចង់ចប់ចោទដែលសំខាន់មិនវិនិច្ឆ័យទោសកំហុសអ្នកណាម្នាក់នាងគួរតែបានពិសោធន៍ការពិតជាមុនសិនឈប់សិនអ្នកនាងលីអ៊ីនភ័យតាដើរតាមមិនឈប់ព្រោះតង្វើនោះមិនមានការគំរាមកំហែងតែក៏បង្ហាញពីភាពមិនជាមិត្តយ៉ាងឃើញច្បាស់មានការអ្វីទៀតមែនទេអ្នកនាងកំពុងមានផ្ទៃពោះមែនទេសំណួរនោះធ្វើឲ្យលីអ៊ីនភៀងចង់ឲ្យមើលសភាពខ្លួនឯងថានៅលើខ្លួននាងអ្វីទៅដែលធ្វើឲ្យភេតាសូបែបនេះតែរឹកពេលរបស់លីអ៊ីនបែរជាការបន្ថែមកម្រិតភាពជឿជាក់ដល់ភេតាខ្លាំងឡើងនាងពេបមាត់បន្តិចថើយនិយាយឡើងមកក្នុងគោលបំណងអាក្រក់ដែលខ្ញុំសួរគ្រាន់តែចង់ដាស់តឿនអ្នកនាងថាអ្នកនាងគិតខុសហើយដែលប្រើក្មេងក្នុងពោះជាឧបករណ៍ដើម្បីចាប់ខៀនអ្នកនាងប្រហែលជាមិនដឹងទេថាមនុស្សប្រុសម្នាក់នេះស្អប់ក្មេងខ្លាំងណាស់ហើយគេក៏ធ្លាប់ឲ្យខ្ញុំយកកូនចាញ់ម្ដងរួចមកហើយគិតតថាគេចង់ឲ្យកូនរបស់អ្នកនាងកើតចេញមកលីអ៊ីនលេបទឹកមាត់ចៅកយយ៉ាងពិបាកមិនចង់ជឿអ្វីដែលបានឮតែក៏មិនហ៊ានវិនិច្ឆ័យថាភ័យតាកុហករឿងយកកូនចាញ់ព្រោះនាងដឹងច្បាស់ថាខៀនកាលលើស្តាំងស្អប់ការចាប់ដៃចាប់ជើងគេធ្លាប់បញ្ជាក់មករហូតថាមិនត្រូវការយកច្រវាក់ពាក់កសើតាមត្រង់ចុះអ្នកនាងភ័យតាអ្នកនាងមិនខ្លាចខ្ញុំនិយាយរឿងនេះឲ្យស្វាមីខ្ញុំស្ដាប់ទេអលីអ៊ីនមើលដឹងថាភ័យតាជាមនុស្សស្រីមានចិត្តក្លាហានមិនអញ្ចឹងប្រហែលជាមិនដើរចូលមកណែនាំខ្លួនឯងដោយគ្មានគេខ្មាស់បែបនេះទេតែងតែដឹងថាមនុស្សប្រុសគេមានម្ចាស់ហើយតែចម្លើយរបស់តារាបង្ហាញម៉ូដស្រីបែរជាធ្វើឲ្យលីអ៊ីនភៀងក្រៅពីខ្ញុំមិនខ្លាចហើយខ្ញុំថែមទាំងចង់ឲ្យអ្នកនាងនិយាយឲ្យខៀនស្ដាប់ទៀតផងបានអ្នកនាងនិយាយគ្រប់យ៉ាងគឺកាន់តែប្រសើរហេតុអីខ្ញុំចង់ពិសោធន៍ថារវាងខ្ញុំនិងអ្នកនាងខៀននឹងជ្រើសរើសអ្នកណាភ័យតាដើរចេញទៅហើយតែលីអ៊ីននៅឈរស្ងៀមដោយត្រូវបណ្ដាសាតើនេះនៅក្នុងរឿងកុនឬជារឿងពិតឲ្យប្រកាស
លីអ៊ីនឈរស្ងៀមឡើងយូរតំរំតែដែលចេញពីហាងលក់សម្លៀកបំពាក់ដូចមនុស្សគ្មានកម្លាំងហើយមិនបានខោអាវចាប់ដៃមកជាមួយសំបីតែមួយរឿងអន្លង់ស្នេហ៍វវ័យវគ្គ5ភេទទី28ក៏សូមបញ្ចប់សម្រងចាំស្ដាប់ភេទទី29ដែលជាភេទបន្ត